សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Legend Learning ថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងចែករំលែកបងប្អូនទាំងអស់គ្នាអំពី3ចំណុចសំខាន់ៗដែលអាចជួយឲ្យ Channel YouTube របស់បងប្អូនរីកចម្រើនលឿននិងទទួលបាន view Subscribe ច្រើនជាងមុនតោះអញ្ចឹងបងប្អូនសូមស្ដាប់វីដេអូនេះឲ្យបានដល់ចប់ហើយអនុវត្តទៅលើ Channel របស់បងប្អូនផ្ទាល់អូខេជាដំបូងបងប្អូនត្រូវស្គាល់វីដេអូ Gallery សិនអូខេវីដេអូ Gallery ហ្នឹងមានន័យថាការជ្រើសរើសប្រភេទវីដេអូឲ្យត្រូវជាមួយនឹងខ្លឹមសារវីដេអូរបស់បងប្អូនវាជារឿងសំខាន់មួយដែលវីដេអូរបស់បងប្អូនផុសនៅលើ YouTube ហើយវាជួយឲ្យ algorithm ដឹងថាវីដេអូរបស់បងប្អូនគួរបង្ហាញឲ្យអ្នកទស្សនាប្រភេទណាឧទាហរណ៍ថាវីដេអូជាប្រភេទentertain education blog ឬក៏ gaming ឬក៏ technology អញ្ចឹង algorithm ហ្នឹងមានន័យថាម៉េចអូខេបងប្អូន algorithm ហ្នឹងមានន័យថាគឺជា AI មួយគឺជាខួរក្បាលមួយ interaction មួយរបស់ម៉ាស៊ីនមេ YouTube អញ្ចឹងនៅពេលដែលបងប្អូនអ្នកបង្កើតវីដេអូហ្នឹងអាប់ឡូតវាទៅក្នុង YouTube ចឹងទៅ algorithm ហ្នឹងវានឹងស្វែងរក audience ឬក៏ទស្សនិកជនឲ្យបងប្អូនមានន័យថាដូចខ្ញុំផុសវីដេអូអញ្ចឹងកំពុងនិយាយអញ្ចឹងយើងត្រូវឲ្យ YouTube ហ្នឹងស្គាល់អំពីប្រភេទវីដេអូរបស់យើងសិនវីដេអូរបស់យើងនិយាយពីអីហើយ YouTube នឹងរុញវីដេអូរបស់យើងទៅឲ្យអ្នកត្រូវការមានន័យថាវាដូចជាទីផ្សារមួយចឹងណាបងប្អូន YouTube ដូចជាប្រធានផ្សារចឹងហើយខ្ញុំគឺជាអ្នកលក់បងប្អូនគឺជាអ្នកទិញចឹង YouTube នឹងរៀបចំអ្នកលក់មួយផ្នែកដូចជាអ្នកលក់សាច់លក់កៅអៅលក់បន្លែចឹងណាហើយបងប្អូនអ្នកទិញចឹងក្នុងនាមជាបងប្អូនអ្នកទិញបងប្អូនចូលទៅដល់YouTube ដែលយើងតំណាងឲ្យជាប្រធានផ្សារហ្នឹងដែលគេតំណាងឲ្យប្រធានផ្សារហ្នឹងនឹងរុញបងប្អូនទៅកាន់ទីតាំងដែលត្រូវអញ្ចឹងបងប្អូនបែរហត់ដើរទៅកន្លែងនេះសិនបានដល់កន្លែងដែលបងប្អូនត្រូវការទេអញ្ចឹងវាមានន័យថាអញ្ចឹងឥឡូវយើងឧទាហរណ៍ជាក់ស្ដែងដូចជានៅក្នុង YouTube អញ្ចឹងនៅពេលបងប្អូនផុសវីដេអូថ្មី algorithm នឹងមើលអ្វីដែលបងប្អូនផុសដូចជា title ប្រធានបទរបស់បងប្អូនខ្លឹមសារដែលមានន័យថា Gallery tab ហ្នឹងមានដូចខ្ញុំនិយាយមុនហ្នឹងហើយនឹងចំនួនអ្នកមើលនិងរយៈពេលដែលពួកគេមើលហើយចំនួន like និង comment ហើយនឹងម៉ោងដែលបង្ហោះបូកជាមួយនឹង hashtag និង keyword ផងដែរតបមក algorithm ហ្នឹងនឹងសម្រេចចិត្តថាតើវីដេអូនេះគួរបង្ហាញទៅឲ្យអ្នកណាតើវាអាចចាប់អារម្មណ៍អ្នកដែលមើលវីដេអូដូចគ្នាទេអញ្ចឹងត្រង់កន្លែងនេះមានន័យថាពេលដែលយើង upload វីដេអូទៅវានឹង generate វានឹងមើល title មើល hashtag មើល keyword ពេលដែលវាមើលរួចហើយវានឹង generate វានឹងគិតថាតើវីដេអូរបស់យើងហ្នឹងទៅបង្ហាញអ្នកណាត្រង់កន្លែងនេះមានន័យថាបងប្អូនដែលអូន Facebook ឬក៏ YouTube អីអត់ពេលដែលបងប្អូនចូលចិត្ត type វីដេអូហ្នឹងអញ្ចឹង Facebook រុញតែនឹងឲ្យទេឧទាហរណ៍ថាបងប្អូន search new Apple product ឬក៏បងប្អូន search ទូរស័ព្ទ iPhone 14 15ចឹងទៅអញ្ចឹងបងប្អូនអូសឃើញតែជាប្រភេទ Apple iPhone ហ្នឹងទេអញ្ចឹងអាហ្នឹងវាលក្ខណៈអញ្ចឹងណាបងប្អូនដល់ពេលវា generate បានអញ្ចឹងទៅវានឹងបង្ហាញដល់អ្នកដែលត្រូវការអញ្ចឹងឯងវាបង្ហាញដល់អ្នកចាប់អារម្មណ៍ផ្នែកហ្នឹងហើយវា generate ទៅវាគិតថាតើគួរបង្ហាញវីដេអូហ្នឹងទៅលើ home page ឬក៏ recommend អីអត់នៅលើ YouTube អញ្ចឹងយើងសួរថាតើវាមានប្រយោជន៍ដែរអត់algorithm ហ្នឹងវាពិតជាជួយស្វែងរក viewer ឬក៏ audience ឲ្យបងប្អូនទាំងអស់គ្នាច្រើនមែនតើវាពិតជាមានប្រយោជន៍ខ្លាំងវារុញ view បងប្អូនទៅឲ្យអ្នកមើលអ្នកដែលកំពុងត្រូវការអញ្ចឹងគេកំពុងតែត្រូវការគេប្រកាសជាចុចមើលហើយ 100% បងប្អូនអញ្ចឹងអាហ្នឹងពិតជាសំខាន់មែនតើបើវីដេអូរបស់បងប្អូនមើលទៅសមរម្យ thumbnail ស្អាតហើយមើលទៅគួរឲ្យចាប់អារម្មណ៍អញ្ចឹងណាអញ្ចឹង algorithm ហ្នឹងនឹងជួយបង្ហាញវីដេអូបងប្អូនទៅឲ្យមនុស្សកាន់តែច្រើនហើយជួយបញ្ជូនវីដេអូបងប្អូនទៅកាន់អ្នកមើលកាន់តែច្រើនដូចគ្នាអញ្ចឹងត្រង់ជាមួយនេះបងប្អូនយល់ដឹងអំពីអ្វីទៅគឺ algorithm អញ្ចឹងបន្តមកបងប្អូនត្រូវដឹងមួយទៀតអំពីការជ្រើសរើសប្រភេទវីដេអូឬក៏វីដេអូ Gallery ហ្នឹងណាអញ្ចឹងកន្លែងវីដេអូ Gallery ហ្នឹងបងប្អូនត្រូវឆ្ងល់ចេះហេតុអីវីដេអូរបស់បងប្អូនមានគុណភាពដូចគេទេមើលវីដេអូគេដូចជាមិនស៊ីបងប្អូនណាទេប៉ុន្តែ view គេច្រើនជាងបងប្អូនតើហេតុអីបាទបងប្អូនកន្លែងនេះគឺវាសំខាន់មែនតើ Gallery ហ្នឹងវាជួយឲ្យអ្នកស្វែងរកវីដេអូរបស់បងប្អូនហ្នឹងឆាប់រកពេញបងប្អូនឧទាហរណ៍ថាពេលអ្នកបើក YouTube រកអ្វីមួយអញ្ចឹងឧទាហរណ៍ថារបៀបចម្អិនម្ហូបខ្មែរអញ្ចឹង algorithm ហ្នឹងនឹងស្វែងរកវីដេអូដែលស្ថិតក្នុងប្រភេទចម្អិនម្ហូបអាហារមុនគេអញ្ចឹងបើបងប្អូនដាក់ប្រភេទផ្សេងអញ្ចឹងវាអត់
អត់រុញវីដេអូយើងឲ្យគេបានឃើញទេឧទាហរណ៍បងប្អូន content បងប្អូនធ្វើអំពីធ្វើម្ហូបអីចឹងទៅ food អីចឹងណាដល់ពេលបងប្អូនដាក់កន្លែង video gallery ហ្នឹងទៅជា text អីចឹងណាចឹងវាអត់ត្រូវអញ្ចឹងអាហ្នឹងក៏ធ្វើឲ្យយើងអត់មាន view ដែលមានន័យថា YouTube អត់ដឹងពីគោលបំណងរបស់យើងទេវាស្មានតែវីដេអូរបស់យើងទៅជាប្រភេទ text ចឹងទៅដល់ពេលវារុញវីដេអូយើងទៅឲ្យកន្លែងប្រភេទ text មិនគេមើលបើអត់ត្រូវជាមួយគេចង់បានប៉ុណ្ណាអញ្ចឹងកន្លែងហ្នឹងសំខាន់អញ្ចឹងបើបងប្អូនជ្រើសវីដេអូដែលត្រឹមត្រូវហើយប្រភេទវីដេអូដែលត្រឹមត្រូវចង់បង្ហាញដល់អ្នកមើលហើយវាជួយឲ្យវីដេអូរបស់បងប្អូនទៅដល់ទស្សនិកជនបានលឿនហើយឆាប់រហ័សទៀតតែអ្វីដែលសំខាន់មួយទៀតនោះគឺsearch engine optimization អាហ្នឹងដែលយើងហៅកាត់ SEO ហ្នឹងណាអញ្ចឹងអាហ្នឹងមានន័យថាវាគឺជាបច្ចេកទេសមួយដែលធ្វើឲ្យវីដេអូរបស់បងប្អូនគេរកបានលឿនមាន search result អូខេនៅក្នុង YouTube Silo ហ្នឹងជួយដល់វីដេអូរបស់បងប្អូនបានគេមើលច្រើនជាងគេអញ្ចឹងអាហ្នឹងវាជួយដល់វីដេអូរបស់បងប្អូនឲ្យអ្នកឃើញបានច្រើនជាងគេនៅពេលដែលគេស្វែងរកអញ្ចឹងការជ្រើសរើស gallery បានត្រឹមត្រូវហ្នឹងវាជួយជាផ្នែកមួយដ៏ Silo ដែល YouTube ប្រាប់ឲ្យដឹងថាវីដេអូរបស់បងប្អូនហ្នឹងនៅក្នុងប្រធានបទមួយណាហើយគួរបង្ហាញឲ្យអ្នកណាបងប្អូនមូលហេតុអាចមកពី gallery ហ្នឹងអាចជាបងប្អូនដាក់ច្រឡំវាជាអ្នកភាគច្រើនដាក់ education ដោយសារគេថាវាពាក់ព័ន្ធនឹងការសិក្សាអញ្ចឹងណាប៉ុន្តែ education ហ្នឹងមាន view តិចមែនតើឧទាហរណ៍បើអ្នកធ្វើវីដេអូអំពីសិស្សថ្នាក់ទី12វាមាន target market តូចមែនតើសម្រាប់តែបងប្អូនទី12ឯងទោះបីជាវីដេអូរបស់បងប្អូនល្អយ៉ាងណាក៏ដោយក៏ YouTube មិនអាចរុញឲ្យវាទៅលងទៅលេបានទេដោយសារអីដោយសារវាមានទីផ្សារតិចមែនតើដោយសារវាអត់ត្រូវប្រភេទណាបងប្អូនអូខេដូច្នេះបងប្អូនត្រូវជ្រើសរើស how to and style ព្រោះវាមាន audience ច្រើនទូលំទូលាយហើយ YouTube អាចស្វែងរកអ្នកមើលថ្មីបានច្រើនខ្ញុំជឿថាបងប្អូនក៏ធ្លាប់ search ពាក្យថា how to នឹងដែរទាំងខ្ញុំទាំងអីអូខេយើងឆ្ងល់អីយើង how to ចុចចឹងទៅយើង how to សិតតែ how to ទាំងអស់ how to download how to create អីចឹងណាអញ្ចឹងវាមានទីផ្សារធំមែនតើអញ្ចឹងបងប្អូនបានជ្រើសរើស gallery របស់បងប្អូនហើយនៅអញ្ចឹងបើនៅទេបងប្អូនចូលទៅជ្រើសរើសកែឲ្យដាក់ចំចំណុចទៅវានឹងរុញ YouTube របស់បងប្អូនឲ្យទៅទីកន្លែងដែលសមរម្យមួយការដាក់ link នៅក្នុង description វាអាចមើលទៅសាមញ្ញមែនប៉ុន្តែវាគឺជាគន្លឹះសំខាន់មួយសម្រាប់បង្កើន viewer retention និង conversion អូខេបងប្អូនការបង្កើត view retention ហ្នឹងឲ្យអ្នកមើលស្ថិតនៅលើ channel អ្នកបានយូរឬក៏អាចឲ្យ view ហ្នឹងត្រឡប់មកមើល channel អ្នកម្ដងទៀតអូខេជំនួសដោយការចាក់ចេញបន្ទាប់ពីវីដេអូចប់អ្នកអាចដាក់ link នៅក្នុងវីដេអូរបស់បងប្អូនទៅដូចជា playlist ឬក៏វីដេអូដែលពាក់ព័ន្ធចឹងណាអញ្ចឹងវាងាយស្រួលសម្រាប់អ្នកទស្សនាយើងគាត់មើលហើយគាត់ចង់មើលបន្តចឹងគាត់អាចចុច link ហ្នឹងទៅអូខេវា link ទៅវីដេអូបន្តតែម្ដងវាអត់ចំណាយពេលទេនៅពេលដែលអ្នកទស្សនាចុច link នៅក្នុង channel របស់បងប្អូនហ្នឹងមានន័យថាអ្នកទស្សនាហ្នឹងស្ថិតនៅលើវីដេអូរបស់បងប្អូនយូរនៅពេលដែលគេចុច link ហ្នឹងគឺ YouTube គិតថា viewer ស្ថិតនៅលើ channel យើងបានយូរនេះគឺជាគន្លឹះមួយសម្រាប់ algorithm ដែលគេគិតថាវីដេអូរបស់យើងល្អហើយនឹងរុញវីដេអូរបស់យើងទៅឲ្យអ្នកផ្សេងទៀតមួយទៀតការបង្កើន conversion បើមាន link ទៅ website ផ្សេងឬក៏ product page ឬក៏ Telegram អ្នកអាចបង្កើនការលក់ជាច្រើនរបស់បងប្អូនដូចគ្នាអញ្ចឹងអាហ្នឹងគឺជាផ្នែកមួយនៃការផ្សព្វផ្សាយដែរបើបងប្អូនដាក់ Telegram ទៅអញ្ចឹងបើបងប្អូន post វីដេអូលើក្រោយដាក់ចូល Telegram ទៅវាគឺជាផ្នែកមួយដែលលើទៅដល់ audience ឬក៏ subscriber របស់បងប្អូនដែរបើគាត់ឃើញវីដេអូនឹងល្អគាត់នឹងចុចមើលតើ link ហ្នឹងគួរដាក់អ្វីខ្លះអូខេប្រភេទ link យើងអាចដាក់ទៅតាមគោលបំណងរៀងៗខ្លួនដូចជា link ទៅវីដេអូផ្សេងក្នុង channel ឬក៏បង្កើត voice time link ទៅ playlist ដើម្បីឲ្យ playlist មើលវីដេអូហ្នឹងមួយកញ្ចប់ហ្មងទៅមានន័យថាឧទាហរណ៍វីដេអូយើងរៀន Photoshop អញ្ចឹងវាមាន part 1 part ចឹងដាក់ link មក list ហ្នឹងទៅគឺគាត់ស្រួលមើលអញ្ចឹងអត់បាត់ទេអញ្ចឹងគាត់មើលភាគ1ភាគ2ទៅបាត់ភាគ3គាត់ like ចូលក្នុង channel អីចឹងយូរអូខេ link ដាក់ទៅបណ្ដាញសង្គម Facebook Telegram IG អញ្ចឹងទៅអញ្ចឹងយើងសួរថាតើដាក់ link វែងពេកYouTube ជួយចិត្តដែរអត់អញ្ចឹងបើ link នោះគឺជា link ដែលល្អមានន័យថា link អត់ spam ទេហើយ link និយាយទៅ link ដែលមានគុណភាព link ដែលមិនធ្វើឲ្យប៉ះពាល់ដល់អ្នកណាអញ្ចឹង YouTube ចូលចិត្តចង់ឲ្យបងប្អូនដាក់ដើម្បីជួយឲ្យអ្នកមើល
មានម្ដងបន្តនៅក្នុង YouTube ឬក៏អ្នកទស្សនា YouTube ឲ្យបានយូរបងប្អូនឃើញហើយមាន channel ដូចគ្នា channel ខ្លះផុសទៅមិនដាក់ link អីទេបាន300 view តែ channel ខ្លះគេដាក់ playlist ក៏ដាក់ subscribe បានត្រឹមត្រូវបាន1000 ទៅ 2000 view អញ្ចឹងអាហ្នឹងបងប្អូនអាចសាកមើលបានដូចខ្ញុំនិយាយអស់ក៏បានបងប្អូនកុំភ្លេច comment នៅខាងក្រោមនេះផងកុំភ្លេចត្រឡប់មក comment នៅវីដេអូនេះវិញដូច្នេះនៅពេលដែលបងប្អូនមុននឹងផុសវីដេអូកុំភ្លេចដាក់ link ឬក៏ដាក់ description ឲ្យបានច្រើនផងដើម្បីឲ្យ YouTube ចាប់បាននឹងមាន viewer កាន់តែច្រើនទី3ការកំណត់ default setting កន្លែងនេះគឺសំខាន់ដែរបងប្អូនការចំណុចចុងក្រោយនេះគឺសំខាន់ណាស់បងប្អូននៅក្នុងYouTube គឺ default setting នៅក្នុង YouTube Studio បងប្អូនអញ្ចឹងបើបងប្អូនមិនទាន់កំណត់ទេបងប្អូនសូមធ្វើការកំណត់វាឲ្យទៅអញ្ចឹងបើបងប្អូនមិនបានកំណត់ទេ YouTube មិនស្គាល់ថា channel បងប្អូននឹងមានគោលដៅអីទេអញ្ចឹងវាមិនរុញ channel បងប្អូនទៅឲ្យបានលឿនទេបងប្អូនអញ្ចឹងសូមទៅកំណត់ទៅគេសួរថា default setting ហ្នឹងគឺជាអ្វី default setting ហ្នឹងគឺជាការកំណត់សម្រាប់ description ឬក៏ title ឬក៏ gallery អីហ្នឹងគឺយើងផុសវីដេអូទៅយើងមិនបាច់ហត់កែទេគឺពេលផុសវានៅនឹងស្រាប់តែម្ដងអញ្ចឹងណាបងប្អូនអញ្ចឹងកំណត់ហ្នឹងនៅក្នុង YouTube Studio ហើយចូលទៅផ្នែកsetting ទៅចូលផ្នែក setting បន្ទាប់មកចូលទៅកាន់ upload default បងប្អូនបន្ទាប់មកយក advanced setting មកអញ្ចឹងបងប្អូននៅអ្នក gallery នេះដាក់តាមអ្វីដែលបងប្អូនដាក់អ្វីតាមបងប្អូន content របស់បងប្អូនអញ្ចឹងណាអូខេអញ្ចឹង save មកព្រោះគាត់ហើយអ្វីបាន default ហ្នឹងវាសំខាន់វាសំខាន់គឺវាជួយសំពេលវេលារបស់បងប្អូនយើងមិនបាច់ហត់វាយវាដដែលអញ្ចឹងណាយើងផុសម្ដងវាយម្ដងផុសម្ដងវាយម្ដងចូលហើយអាហ្នឹងវាក៏ជួយដូចខ្ញុំនិយាយអញ្ចឹងវាសំខាន់មែនទែនវាជួយឲ្យខួរក្បាលរបស់ YouTube ឬក៏យើងហៅថា algorithm ហ្នឹងរុញវីដេអូរបស់យើងទៅឲ្យ audience យើងបានកាន់តែច្រើនហើយបងប្អូនទៅពង្រឹងទៅដល់ silo យ៉ាងផែ silo ហ្នឹងគេហៅ search engine optimization ហ្នឹងអញ្ចឹងដល់ពេលបងប្អូនពង្រឹងអាហ្នឹងមួយទៀតមានន័យថាtitle របស់យើងដាក់ឲ្យត្រូវជាមួយប្រភេទក្នុងវីដេអូរបស់យើងគឺពិតជាលឿនមែនតើពិតជាអាចរុញវីដេអូរបស់បងប្អូនហ្នឹងឲ្យទៅកាន់អ្នកទស្សនាមែនតើអូខេបងប្អូនអញ្ចឹងយើងសរុបមកវិញទី1ការជ្រើសរើសgallery ត្រឹមត្រូវហើយទី2ការដាក់ link ហើយទី3ការកំណត់ default setting អញ្ចឹងបងប្អូនបានធ្វើវាហើយនៅអញ្ចឹងបើបងប្អូនធ្វើហើយឃើញ result ល្អសូមកុំភ្លេចជួយ subscribe និង like វីដេអូនេះផងអរគុណចំពោះការទស្សនារបស់បងប្អូនជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយទៀតអរគុណ